នេះគឺជាវិធីការពីខ្លួនពីជំងឺថ្មីឈ្មោះអេបូឡាខណៈក្រសួងបានប្រកាសអំពីនេះឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺនេះបើទោះបីមិនទាន់រកឃើញនៅកម្ពុជាយើងក្តីសម្លេងជុតមុខស្ថិតក្នុងដុំចិត្តអតិថិជនជាច្រើនកន្លងសារធាតុទឹកអេសិនរបស់អេសាមានពោពេញដោយអត្ថប្រយោជន៍សំខាន់ផ្ដល់សំណើមដល់ស្បែកបានជ្រៅកាត់បន្ថយស្នាមឲ្យខ្មៅនិងអាចរុយបាត់បន្តិចម្ដងចង់បានស្បែកបែបកូនងាត្រូវតែមានអេសានៅថ្ងៃទី18ខែឧសភានេះក្រសួងសុខាភិបាលនៃកម្ពុជាបានចេញការប្រកាសព័ត៌មានមួយដែលបានបញ្ជាក់ថាប្រទេសកម្ពុជានៅមិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេនិងអំពីនេះឲ្យបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ព្រមទាំងណែនាំពីវិធានការការពារខ្លួនពីជំងឺមួយនេះនៅក្នុងការប្រកាសក្រសួងបានឲ្យដឹងថាអង្គការសុខភាពពិភពលោកបានរាយការណ៍អំពីការផ្ទុះជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលនិងបានប្រកាសជាភាពអាសន្នសុខភាពជាសាធារណៈអន្តរជាតិទៅថ្ងៃទី17ខែឧសភានេះជំងឺនេះក៏បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គងដានិងបណ្ដាឲ្យមានអ្នកឆ្លងនិងស្លាប់ផងដែររហូតមកដល់នឹងពេលនេះកម្ពុជាមិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេក្រសួងសុខាភិបាលបាននឹងកំពុងតាមដានស្ថានភាពយ៉ាងជិតស្និទ្ធព្រមទាំងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់បុគ្គលិកសុខាភិបាលទូទាំងប្រទេសអ្នកទទួលទូរស័ព្ទ115និងសាធារណជនតាមបណ្ដាញទំនាក់ទំនងសង្គមជាមួយនេះក្រសួងបានត្រៀមវិធានការចាំបាច់ដើម្បីការពារនិងឆ្លើយតបបន្ទាន់ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជាជំងឺអេបូឡាគឺជាជំងឺឆ្លងធ្ងន់ធ្ងរបង្កឡើងដោយក្រុមវីរុសអេបូឡាដែលបណ្ដាលឲ្យស្លាប់ក្នុងអត្រាខ្ពស់រហូតដល់80ទៅ90%ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលាវីរុសនេះត្រូវបានរកឃើញនៅឆ្នាំ1976នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលហើយភាគច្រើនទៅបានរកឃើញនៅតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិកក្រុមវីរុសអេបូឡាដែលអាចបង្កជំងឺលើមនុស្សមាន4ប្រភេទរួមមានអេបូឡាស៊ូដង់តៃហ្វូរ៉េសនិងប៊ុនឌីប៊ូហ្គីយ៉ូបច្ចុប្បន្នមានវ៉ាក់សាំងដើម្បីបង្ការជំងឺអេបូឡាមួយចំនួនដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុកជំងឺឬក្នុងក្រុមហានិភ័យខ្ពស់មិនមានអសរព្យាបាលជាក់លាក់ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេមានតែការព្យាបាលថែទាំគ្រប់គ្រងទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះរបៀបចម្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាមឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺឬអ្នកស្លាប់ដោយសារជំងឺអេបូឡាឬសម្ភារៈដែលមានផ្ទុកវីរុសអេបូឡាជំងឺអេបូឡាអាចឆ្លងដោយកម្រតាមរយៈការប៉ះពាល់ជាមួយសត្វដែលផ្ទុកវីរុសអេបូឡាដូចជាពពួកអំបូរសត្វប្រចៀវជើងឆ្លូសប្រើសនិងស្វាដែលរស់នៅក្នុងព្រៃក្រាស់នៃទ្វីបអាហ្វ្រិករោគសញ្ញាអស់កម្លាំងកូនក្តៅឈឺសាច់ដុំរាគក្អួតនិងអាចមានការហូរឈាមរោគសញ្ញាចាប់ផ្ដើមបង្ហាញក្នុងរយៈពេល2ថ្ងៃដល់21ថ្ងៃជាមធ្យមលេខចេញចន្លោះពី8ថ្ងៃទៅ10ថ្ងៃបន្ទាប់ពីប៉ះពាល់ជាមួយវីរុសអេបូឡារបៀបបង្ការលាងសម្អាតដៃជាមួយនឹងសាប៊ូនិងទឹកស្អាតឲ្យបានញឹកញាប់ឬអាល់កុលលាងដៃប្រសិនបើរស់នៅឬធ្វើដំណើរទៅតំបន់ដែលមានការសង្ស័យឬមានជំងឺអេបូឡាទៅអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយសារធាតុរាវក្នុងរាងកាយរបស់បុគ្គលដែលឆ្លងជំងឺអេបូឡាឬអ្នកស្លាប់ដោយសារជំងឺនេះឬក៏សម្ភារៈដែលមានវីរុសអេបូឡាសារធាតុរាវក្នុងរាងកាយរួមមានឈាមទឹកនោមលីមួកទឹកមាត់ញើសកំអួតទឹកដោះម្ដាយទឹកភ្លោះទឹកកាមនិងទឹករំអិលរបស់មនុស្សដែលមានជំងឺអេបូឡាលើសពីនេះសូមជៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់កម្រាលពុកខ្នើយម្ជុលឧបករណ៍វិទ្យាសាស្ត្រឬរបស់របរផ្សេងទៀតដែលអាចមានការប៉ះពាល់ឈាមឬសារធាតុរាវរបស់មនុស្សដែលឆ្លងជំងឺវីរុសអេបូឡាសាកសពអ្នកសង្ស័យឬបញ្ជាក់ថាមានជំងឺអេបូឡាពពួកអំបូរសត្វប្រចៀវជើងឆ្លួសប្រើសស្វានិងឈាមសាច់ឆៅឬសារធាតុរាវរបស់សត្វទាំងនេះប្រើឧបករណ៍ការពារខ្លួននៅពេលប៉ះពាល់ឬមើលថែទាំអ្នកជំងឺសង្ស័យឬបញ្ជាក់ថានៅមានជំងឺអេបូឡាឬស្លាប់ដោយសារជំងឺអេបូឡាឈាមនិងសារធាតុរាវក្នុងរាងកាយរបស់ពួកគេឬក៏វត្ថុដែលប្រឡាក់ដោយឈាមឬសារធាតុរាវនៅក្នុងរាងកាយរបស់ពួកគេបន្តពីត្រឡប់មកពីតំបន់ផ្ទុះនៃជំងឺអេបូឡាសូមតាមដានសុខភាពខ្លួនឯងរយៈពេល21ថ្ងៃនិងស្វែងរកការព្យាបាលជាបន្ទាន់ប្រសិនបើមានរោគសញ្ញានៃជំងឺអេបូឡាប្រសិនបើមានរោគសញ្ញាដូចជាអស់កម្លាំងកូនក្តៅឈឺសាច់ដុំក្អួតរាគនិងមិនមានប្រវត្តិធ្វើដំណើរពីតំបន់ផ្ទុះជំងឺអេបូឡាសូមទៅពិនិត្យនិងពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យដែលនៅជិតលោកអ្នកជាបន្តភ្លាមនិងចុងក្រោយចំពោះបុគ្គលិកសុខាភិបាលត្រូវអនុវត្តវិធានការការពារបង្ការការចម្លងមេរោគនិងការគ្រប់គ្រងការឆ្លងជំងឺយ៉ាងម៉ឺងម៉ាត់គ្រប់ពេលវេលា
អែលសាសំឡេងឈុតមុខស្ថិតក្នុងដុំចិត្តអតិថិជនជាច្រើនកន្លងសារធាតុទឹកអេសិនរបស់អេសាមានពោពេញដោយអត្ថប្រយោជន៍សំខាន់ផ្ដល់សំណើមដល់ស្បែកបានជ្រៅកាត់បន្ថយស្នាមឲ្យខ្មៅនិងអាចរុយបាត់បន្តិចម្ដងចង់បានស្បែកបែបកូនងាត្រូវតែមានអេសា